អាកំបាំងតំបន់51មូលដ្ឋានទ័ពឬមន្ទីរពិសោធន៍មនុស្សក្រៅភពតើអ្នកធ្លាប់ឆ្ងល់ទេថានៅលើលោកយើងនេះតើតំបន់ណាដែលត្រូវបានគេការពារតឹងរឹងបំផុតនិងសម្បូរទៅដោយរឿងរ៉ាវអាកំបាំងបំផុតនោះចម្លើយដែលមនុស្សភាគច្រើននឹកឃើញមុនគេគឺArea 51ឬតំបន់51តំបន់51គឺជាឈ្មោះក្រៅរបស់មូលដ្ឋានទ័ពអាកាសអាមេរិកដ៏សម្ងាត់មួយដែលមានទីតាំងស្ថិតនៅកណ្ដាលវាលខ្សាច់នៃរដ្ឋ Nevada សហរដ្ឋអាមេរិកអស់រយៈពេលរាប់ទសវត្សរ៍មកហើយទីតាំងនេះមិនត្រូវបានបង្ហាញលើផែនទីផ្លូវការរបស់រដ្ឋាភិបាលឡើយហើយសូម្បីតែដែនអាកាសនៅលើតំបន់នោះក៏ត្រូវបានហាមឃាត់មិនឲ្យមានការហោះហើរឆ្លងកាត់ជាដាច់ខាតកំណើតនៃមូលដ្ឋានទ័ពសម្ងាត់និងបច្ចេកវិទ្យាយោធារឿងរ៉ាវពិតប្រាកដតំបន់51បានចាប់ផ្ដើមឡើងនៅក្នុងសម័យសង្គ្រាមត្រជាក់អំឡុងឆ្នាំ1950ទីភ្នាក់ងារចារកម្មកណ្ដាលរបស់អាមេរិកឬ CIA បានជ្រើសរើសទីតាំងដាច់ស្រយាលនេះដើម្បីធ្វើជាទីកន្លែងសាកល្បងយន្តហោះចារកម្មសម្ងាត់កម្រិតខ្ពស់ដូចជាយន្តហោះ U2 និងក្រោយមក SR-71 Blackbird ដែលអាចហោះហើរបានខ្ពស់ជាងនិងលឿនជាងយន្តហោះធម្មតាទៅទៀតដោយសារតែរូបរាងដ៏ចម្លែកនិងសមត្ថភាពហោះហើរដ៏អស្ចារ្យនៃយន្តហោះទាំងនេះហើយទើបធ្វើឲ្យអ្នកស្រុកដែលរស់នៅក្បែរនោះតែងតែមើលឃើញពន្លឺចម្លែកនៅលើមេឃហើយចាប់ផ្ដើមសន្និដ្ឋានថាវាជាចានហោះឬ USO របស់សត្វក្រៅភពមជ្ឈមណ្ឌលនិងពាក្យចចាមអារាមរឿងសត្វក្រៅភពពាក្យចចាមអារាមអំពីតំបន់51បានទូលឡើងខ្លាំងបំផុតនៅឆ្នាំ1989នៅពេលដែលបរិសុទ្ធម្នាក់ឈ្មោះប៉បឡាសាបានចេញមុខអះអាងតាមទូរទស្សន៍ថាលោកធ្លាប់ជាអ្នកបម្រើការងារនៅតំបន់សម្ងាត់មួយក្បែរតំបន់51លោកបានប្រាប់ថារដ្ឋាភិបាលអាមេរិកកំពុងតែសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាបញ្ច្រាស River Engineering លើចានហោះរបស់សត្វក្រៅភពចំនួន9គ្រឿងដែលពួកគេទទួលបានអ្វីត្បិតតែគ្មានភស្តុតាងរឹងមាំដើម្បីបញ្ជាក់ពីសម្ដីរបស់លោកប៉ុន្តែវាបានធ្វើឲ្យមនុស្សម្នាទូទាំងពិភពលោកចាប់ផ្ដើមជឿជាក់ថាតំបន់51គឺជាកន្លែងលាក់ទុកសាកសពសត្វក្រៅភពនិងបំណែកចានហោះដែលធ្លាក់កាលពីព្រឹត្តិការណ៍ Roswell ឆ្នាំ1947ការពារដ៏តឹងរឹងបំផុតរហូតមកដល់ពេលនេះរដ្ឋាភិបាលអាមេរិកទើបតែទទួលស្គាល់ជាផ្លូវការពីអស្ថិរភាពនៃតំបន់51នៅឆ្នាំ2013ប៉ុណ្ណោះប៉ុន្តែរាល់សកម្មភាពនៅខាងក្នុងនៅតែជាការសម្ងាត់កំពូលដដែលនៅជុំវិញមូលដ្ឋានទ័ពនេះត្រូវបានគេការពារដោយម៉ាស៊ីនស្កេនចលនាតបប្រំដីដែលអាចដឹងពីជំហានជើងមនុស្សកាមេរ៉ាសន្តិសុខដ៏ទំនើបដែលអាចមើលឃើញទាំងយប់ទាំងថ្ងៃក្រុមសន្តិសុខប្រដាប់ដោយអាវុធធុនធ្ងន់ដែលគេហៅថា Commodus យាមការ24ម៉ោងលើ24ម៉ោងស្លាកសញ្ញាព្រមានជាច្រើនដែលបញ្ជាក់យ៉ាងច្បាស់ថាអ្នកបំពានអាចនឹងរងការបាញ់ប្រហារឬផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរតើតំបន់51ពិតជាទីកន្លែងលាក់បាំងបច្ចេកវិទ្យាសត្វក្រៅភពមែនឬក៏វាគ្រាន់តែជាមជ្ឈមណ្ឌលអភិវឌ្ឍអាវុធយោធាចំនួនក្រោយរបស់អាមេរិកមកទល់ពេលបច្ចុប្បន្ននេះវានៅតែជាសញ្ញាសួរដ៏ធំមួយប៉ុន្តែអ្វីដែលយើងដឹងច្បាស់នោះគឺដរាបណាទ្វារនៃមូលដ្ឋានទ័ពនេះនៅតែបន្តបិទជិតនោះរឿងរ៉ាវអាកំបាំងនិងពាក្យចចាមអារាមអំពី USO និងសត្វក្រៅភពនៅកណ្ដាលវាលខ្សាច់ Nevada មួយនេះនៅតែបន្តឆេះរស់រាក្នុងចិត្តមនុស្សជាតិជារៀងរហូតប្រសិនបើបងប្អូនចង់ដឹងនៅរឿងរ៉ាវអាកំបាំងប្លែកៗបែបនេះសូមកុំភ្លេចចុចតាមដានទំព័ររបស់យើងខ្ញុំផងដើម្បីទទួលបានវីដេអូចំណេះដឹងប្លែកៗជាច្រើនទៀតនៅវីដេអូបន្ទាប់សូមអរគុណនិងជួបគ្នានៅវីដេអូក្រោយៗទៀត